ខ្ញុំណាសូមក្រាបថ្វាយបង្គំនិងសូមចម្រើនពរញាតិញោមទាំងអស់ពរថ្ងៃនេះអឺព្រះសង្ឃទាំង3ព្រះអង្គគង់នៅវត្តយើងនឹងសូមជូនដំណឹងបន្ថែមទាក់ទងនឹងកម្មវិធីបុណ្យពិសេសដែលវត្តរបស់យើងនឹងប្រពធ្វើនៅក្នុងខែ5យើងខាងមុខនេះហើយញាតិញោមក៏ជួយបានប្រកាសរួចមកហើយដំណឹងនេះអញ្ចឹងគ្រាន់តែប្រសង់នឹងប្រកាសបន្ថែមអញ្ចឹងលោកគ្រូយើងនឹងប្រពនៅកម្មវិធីបុណ្យអីនៅថ្ងៃនៅក្នុងខែ5ហ្នឹងសម្រាប់ក្នុងខែ5ហ្នឹងថ្ងៃទី17ត្រូវជាថ្ងៃសៅរ៍បុណ្យអីប្រពធ្វើបុណ្យវិសាខបូជានិងបុណ្យអភិសេកព្រះអង្គធំនៅវិហាររបស់យើងនឹងមានការបិទនៅមាសសិលឹកមាសចំពោះព្រះអង្គធំនៅក្នុងព្រះហារព្រះអង្គធំកណាកណាអរគុណអញ្ចឹងកម្មវិធីហ្នឹងគឺយើងធ្វើកម្មវិធីពុទ្ធិពិសេសហើយនឹងបុណ្យពិសាខបូជាព្រោះឯខែ5ហ្នឹងគឺជាខែដែលយើងត្រូវប្រពនៅកម្មវិធីបុណ្យពិសាខបូជាហើយកម្មវិធីបុណ្យវិសាខបូជានេះគឺពិសេសណាស់គឺយើងធ្វើជាអន្តរជាតិហ្នឹងហើយគឺប្រសង់និមន្តមកចូលរួមច្រើនកណាហើយគូធមមកជួយប្រាប់ពីថ្ងៃទីមកយើងប្រពធ្វើប្រហែលថ្ងៃហើយណាវិសាបុណ្យវិសាខបូជាយើងនេះគឺប្រពធ្វើរយៈពេល2ថ្ងៃគឺថ្ងៃសៅរ៍ទី17ខែ5ឆ្នាំ2025ហើយនឹងថ្ងៃអាទិត្យទី18ខែ5ឆ្នាំ2025ណាអញ្ចឹងជាទម្លាប់វត្តយើងគឺយើងធ្វើ2ថ្ងៃគឺថ្ងៃសៅរ៍នៅពេលល្ងាចហើយនឹងថ្ងៃអាទិត្យឆ្លងនៅពេលព្រឹកកណាហើយលោកពូមើលប្រសង់មុនចូលរួមប្រហែលជាប្រមាណអង្គថ្ងៃនោះគឺណាចំពោះប្រសង់ដែលមានការនិមន្តទូទាំងប្រទេសកាណាដាគឺថាចំនួន35អង្គណាមុនមកពីខាងណាខ្លះទូទាំងកាណាដាមានតាំងពីអូតាវ៉ាម៉ុងត្រេអលVancouver Calgary និង Edmonton ណាមកពីស្រុកខ្មែរទៀតផងណាមកទាំងស្រុកខ្មែរអញ្ចឹងគឺមុនមកច្រើនណាស់ព្រោះក្នុងប្រទេសកាណាដាយើងផងពីស្រុកខ្មែរផងកណាហើយកម្មវិធីបិទមាសកណាបិទមាសនេះជាកម្មបិទស្លឹកមាសជាកម្មវិធីសំខាន់មើលគ្រូធោជួយប្រាប់ដល់ដំណឹងដល់ញាតិញោមតិចមើលហ្នឹងព្រះអង្គធំរបស់យើងគឺព្រះអង្គស្ពាន់ព្រោះយ៉ាងព្រះអង្គស្ពាន់ជាទូទៅដើម្បីលំអឲ្យរឿងងើតតែមានសម្រស់ស្រស់កាន់តែស្អាតគួរជាទីជ្រះថ្លានៃពុទ្ធបរិស័ទទៀតហ្នឹងគឺយើងបន្ថែមពណ៌មាសអញ្ចឹងយើងពណ៌មាសហ្នឹងគឺយើងអត់បានលាបពណ៌មាសឬក៏បាញ់ថ្នាំពណ៌មាសទេគឺយើងទិញសន្លឹកមាសណាទិញសន្លឹកមាសពីស្រុកខ្មែរមកហ្នឹងគឺមកបិទព្រះអង្គតតែម្ដងព្រោះគឺបិទនៅទៅថាសម្រាប់ការធ្វើពុទ្ធិពិសេសនៅក្នុងថ្ងៃវិសាខបូជាយើងហ្នឹងហើយអុយញាតិញោមចូលរួមយ៉ាងម៉េចមើលហ្នឹងហើយសន្លឹកមាសហ្នឹងគឺយើងត្រូវជាវយើងទិញមកពីស្រុកខ្មែរហ្នឹងហើយចំណាយថវិកាមួយចំនួនធំដែរអញ្ចឹងញាតិញោមពុទ្ធបរិស័ទដែលមានប្រសាទសទ្ធាជ្រះថ្លាជាមួយនឹងការបិទមាសនៅពុទ្ធបរិមាព្រះអង្គធំយើងនៅក្នុងកន្លែងរោងបុណ្យយើងរោងបុណ្យយើងធំហ្នឹងព្រោះហ្នឹងគឺញាតិញោមដែលមានសទ្ធាអាចអញ្ជើញចូលរួមដោយថវិកាតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួនបានដើម្បីជាវនៅសន្លឹកមាសហ្នឹងមកបិទពុទ្ធបរិមានឹងផងដែរនឹងចឹងសូមបិណ្ឌបាតញាតិញោមព្រោះអញ្ជើញចូលរួមតាមកម្លាំងសទ្ធារៀងៗខ្លួនមើលប្រាប់ញាតិញោមតិចមកដើម្បីជំរុញឲ្យញាតិញោមមានសទ្ធាចូលរួមកាន់តែខ្លាំងតើកម្មបិទមាសហ្នឹងបានផ្លានឲ្យសង់យ៉ាងម៉េចដែរ
cho thầm đá ca đà dương co sáng nơi phật ru phật bạ ma ấy nó cứ ban bôn trà nè cứ đà mai dương tại này về thà phật bồ chia mà hà tê châu nó cứ thà ban bôn ban của so ban phô nhà tê chia rồi có bà nhà tê chia ấy chỉ đam đại ca lao công ty ca để mình sẽ thi bồ chia trong một phân rồi bỏ prasma សាមពុទ្ធនឹងពោដូចជានៅក្នុងសម័យមុនព្រះព្រំពោធិសត្វណាព្រះអង្គទ្រង់ធ្វើជាអ្នកជំនួញហើយឆ្លងកាត់កន្លែងមួយបានជួបជាមួយនឹងព្រះពុទ្ធបដិមាដែលកំបុតម្រាមដៃហ្នឹងហើយកំបុតម្រាមហ្នឹងគឺព្រះអង្គសូនពីដីឥដ្ឋណាធ្វើជាម្រាមប្រហោះម្រាមប្រហោះហ្នឹងបិទព្រះពុទ្ធបដិមាហ្នឹងវិញគឺអានិសង្ឃគឺធ្វើឲ្យព្រះអង្គទៅកើតនៅក្នុងសុគតិទេវលោកហើយបានទទួលនៅសោយទឹកសម្បត្តិហើយមានបុណ្យនឹងច្រើនពោនឹងគឺដោយអំណាចនៃកុសលដែលកសាងនៅមរៀមផោះរបស់ព្រះពុទ្ធបដិមាដែលព្រះអង្គឆ្លងកាត់នឹងពោអញ្ចឹងញាតិញោមពុទ្ធបរិស័ទពោអានិសង្ឃនៃការឡើងពីបុណ្យកសាងព្រះពុទ្ធរូបព្រះពុទ្ធបដិមាហ្នឹងគឺបានច្រើនណាស់យើងមិនអាចគណនាទៅតាមកម្លាំងនៃចិត្តរបស់យើងធម្មតានឹងបានទេតែសំខាន់គឺទឹកចិត្តដែលញាតិញោមពុទ្ធបរិស័ទមានសេចក្តីជ្រះថ្លាខ្លាំងប៉ុណ្ណាគឺបានបុណ្យច្រើនប៉ុណ្ណឹងពោតែបើបន្ទុះជាមួយនឹងព្រះអង្គក៏បាបច្រើនដែរអញ្ចឹងណាព្រោះអញ្ចឹងញាតិញោមជ្រះថ្លាអនុមោទនាជាមួយបុណ្យទាំងអស់គ្នាបង ណាអរគុណណាហើយការបិទមាសពុទ្ធរូបនេះគឺជាសទ្ធារបស់ញោមដែលគាត់នៅមន្ត្រាអល់ហ្នឹងហើយគាត់មានសទ្ធាជាវសន្លឹកមាសយកមកបិទដើម្បីឲ្យមានពន្លឺមានពណ៌ហ្នឹងកាន់តែស្អាតទៀតហើយជាងបិទនោះគឺគុណម្ចាស់មៀល សុកមៀល មិញសុកមៀល មីងសុកមៀលមេជាងតគុណមានឥឡូវនេះគឺខាងញាតិញោមខាងខ្ញុំកណានេះពឹងហើយធ្វើម៉េចកុំអោយខកហ្នឹងអញ្ចឹងគូសុកមៀលនៅគង់នៅវត្តខ្មែរកាណាដាលោកជាអ្នកបិទដោយផ្ទាល់ហ្នឹងហើយមុនដើម្បីនឹងរៀបចំហ្នឹងហើយញោមហ្នឹងហើយញោមបាសិកាស៊ីវកំសៀនហ្នឹងគឺញោមមានសទ្ធាជាសន្លឹកមាសហ្នឹងក៏ដើម្បីយកមកបិទហ្នឹងហើយក៏បណ្បាតញាតិញោមព្រោះគឺជាឱកាសមិនសូវមានទេគឺការបិទមាសនេះគឺថាបិទមាសពុទ្ធរូបគឺថាมันងាយមាននឹងកើតឡើងទេណាព្រោះហើយញាតិញោមយើងទាំងអស់តែងតែប្រាថ្នាដើម្បីនឹងជាវនៅពុទ្ធរូបនេះគឺជាឱកាសញាតិញោមអាចនឹងចូលរួមចាប់មគ្គផលហើយព្រោះគឺយើងព្រះអង្គជាពិសេសគឺព្រះអង្គធំនៅពហិយយើងទៀតព្រោះគឺអស្ចារ្យណាស់អញ្ចឹងក៏សូមឲ្យញាតិញោមចូលរួមចាប់មគ្គផលទៅតាមសទ្ធាដើម្បីឧបត្ថម្ភការជាវនៅសន្លឹកមាសព្រោះសម្រាប់ជាបនិស័យរៀងខ្លួនណាព្រោះហើយថាវិការហ្នឹងគឺយើងសម្រាប់គ្រប់គង់សល់អំពីការចំណាយហ្នឹងគឺយើងនឹងទុកសម្រាប់កសាងវត្តយើងបន្ថែមទៀតណាអញ្ចឹងសូមឲ្យហើយក៏មានកម្មវិធីពុទ្ធិពិសេសនៅថ្ងៃទីល្ងាចថ្ងៃសៅរ៍ទី17ហ្នឹងយើងនឹងធ្វើពិធីពុទ្ធិពិសេសនៅនឹងផងនៅក្នុងថ្ងៃនឹងផងប៉ុន្តែគូថ្ងៃសៅរ៍យើងមានកម្មវិធីអីខ្លះថ្ងៃសៅរ៍ពេលល្ងាចឬថាមានបបរផងហ៎មានបបរគ្រឿងទទួលញាតិញោមដែលអញ្ជើញមកក្នុងកម្មវិធីបុណ្យថ្ងៃសៅរ៍ពេលល្ងាចម៉ោងប្រហែលទទួលបបរគ្រឿងចាប់តាំងពីម៉ោង4ទៅណាទទួលបបរគ្រឿងញាតិញោមពិសាបបរគ្រឿងហើយយើងនឹងធ្វើកម្មវិធីមើលគឺធោយើងងាកថ្ងៃសៅរ៍យើងកម្មវិធីយ៉ាងម៉េចខ្លះជំរាបញាតិញោមកម្មវិធីល្ងាចថ្ងៃសៅរ៍ហើយមានអុជទៀនអុជអីផងហើយអានេះជាដំណឹងពិសេសផងញាតិញោមកំពុងតឹងរងចាំផងការអុជទៀនល្ងាចថ្ងៃសៅរ៍ហ្នឹងគឺថាសប្បាយមែនទែនណាអញ្ចឹងមុនប្រាប់ពីកម្មវិធីតិចមើលណាបងសូមជំរាបញាតិញោមពុទ្ធបរិស័ទបងនៅល្ងាចថ្ងៃសៅរ៍ទី17ហ្នឹងមានការទទួលបបរជាដើមហ្នឹងហើយកម្មវិធីមានដូចជាបុណ្យ
ពុទ្ធិពិសេសនិងអភិសេកប្រពុតបដិមាដែលបិទមាសហ្នឹងហើយមានការសម្ដែងនៅពធัวដោយប្រសង់មកពីវត្តផ្សេងទូទាំងប្រទេសកាណាដាមានមកពីអូតាវ៉ា Windsor ម៉ុងរ៉េអាជាដើមហ្នឹងមួយអង្គតាជាធម្មិកថាខ្លីៗហើយនឹងមានការសូត្រធម៌បទផ្សេងនិងមានការជាពិសេសគឺបូជាប្រតិបូជាប្រតិបច្រើនឆ្នាំនេះគឺធ្វើរហូតទៅដល់ 5,000 ដើម5,000ប្រតិប 5,000 ទៀនទៀន 5,000 ដើមនឹងត្រូវជាមួយនឹងពុទ្ធសាសនាយើងគឺ 5,000 ឆ្នាំតែយើងប៉ុន្តែយើងអត់យើងធ្វើ 5,000 ដើមទេ 5,000 ម៉ាន 5,000 រហូតដល់ 5,000 ប្រតិបតម្រូវនឹងអាយុសាសនានៃពុទ្ធបរមគ្រូនៃយើងហើយក៏បញ្ជាក់ដែរក៏សូមបិណ្ឌបាតញាតិញោមពុទ្ធបរិស័ទជាប្រតិបតាមកម្លាំងសទ្ធាដូចជារដងចឹងនៃការមេកបូជាឬក៏ការបន់មេកបូជាសាក់បូជាតាមពីឆ្នាំទៅហ្នឹងក៏យើងមានការសូមបិណ្ឌបាតញាតិញោមឲ្យចូលរួមបរិច្ចាគថវិកាដើម្បីជាវនៅទៀនជាវនៅប្រតិបហ្នឹងដើម្បីយើងរៀបចំបូជានៅថ្ងៃវិសាខបូជាខាងមុខនេះអញ្ចឹងសូមញាតិញោមចូលរួមដោយកម្លាំងសទ្ធារៀងៗខ្លួនចាណាអរគុណអញ្ចឹងឥឡូវនេះបិណ្ឌបាតញាតិញោម2មុខហើយគឺថាជាវនៅសម្លឹកមាសសម្រាប់បិទពុទ្ធរូបមួយផ្នែកហើយនឹងថវិកាឧបត្ថម្ភខាងជាវទៀនដើម្បីឲ្យបូជាដល់គុណព្រះសម្មាសម្ពុទ្ធនៅក្នុងថ្ងៃវិសាខបូជាយើងនៅល្ងាចថ្ងៃសៅរ៍អញ្ចឹងញាតិញោមអានេះកម្មវិធីពិសេសណាយើងសប្បាយណាគឺប្រពកម្មវិធីហើយយើងមានបូជាប្រទីបនៅពេលយប់ហ្នឹងហើយឥឡូវនេះដល់ពេលយើងកម្មវិធីថ្ងៃអាទិត្យគឺថ្ងៃទី 18 អញ្ចឹងពូមួយយើងចាប់ផ្ដើមពីម៉ោងប៉ុន្មានថ្ងៃទី 18 ថ្ងៃអាទិត្យយើងឆ្លងហ្នឹងណាកម្មវិធីនៅថ្ងៃអាទិត្យយើងចាប់ដើមពីម៉ោង 9 ព្រឹកចំណាយម៉ោង 9 ព្រឹកជួបជុំ 9 ព្រឹកហើយដល់ម៉ោង 9 ល្ងាចម៉ោង 9 ព្រឹកដល់ម៉ោង 9 ល្ងាចហើយកម្មវិធីមុនគេកម្មវិធីមុនគេនៅប្រសងបិណ្ឌបាតប្រសងបិណ្ឌបាតនៅម៉ោង 10 ជាងម៉ោង 10 ហ្នឹងហើយប្រសងបិណ្ឌបាតនៅម៉ោង 10 ដល់ម៉ោង 10 ហើយមានប្រសងប៉ុន្មានអង្គមានប្រសងចំនួន 35 អង្គហើយជាង 30 អង្គហើយញាតិញោមដឹងហើយ30 អង្គញាតិញោមគឺត្រៀមទេយទានណាហើយមិនដែលងាយនឹងមានប្រសងច្រើនចឹងទេបិណ្ឌបាតមានតែនៅស្រុកខ្មែរហ្នឹងហើយ20 អង្គ 30 អង្គ 50 អង្គឥឡូវនេះមានហើយនៅកន្លែងវត្តយើងហ្នឹងគឺថ្ងៃទី 18 ថ្ងៃអាទិត្យណា35 អង្គហ្នឹងហើយ 35 អង្គម្ដុំ 35 អង្គហ្នឹងឯងចឹងញាតិញោមត្រៀមទេយទានសម្រាប់ដាក់បាតនៅក្នុងថ្ងៃនោះហើយនិគុណអង្គណាទេសនាក្នុងកម្មវិធីទេសនាមានលោកតាសុចលោកតាសុចសុចណាលោកតាសុចហ្នឹងហើយអញ្ចឹងញាតិញោមបានជួបអតិគុណសុចម្ដងទៀតហើយគឺនៅថ្ងៃវិសាខបូជាយើងថ្ងៃអាទិត្យទី 18ហើយប្រគេនចង្ហាន់ប្រសង់ញាតិញោមពិសាភោជនីយអាហារហើយកម្មវិធីពិសេសទៀតគឺចូលមានកម្មវិធីអីបន្ទាប់ពីញាតិញោមពិសាភោជនីយអាហារហើយហ្នឹងបន្ទាប់ពីញាតិញោមពុទ្ធបរិស័ទពិសាភោជនីយអាហារហើយយើងក៏មានកម្មវិធីជាបន្តទៀតដូចជាការដែលរំរបាំជូនពរនិងរបាំស្វាគមន៍មេយឺស្វាគមន៍មេយឺហ្នឹងហើយថ្លែងសន្ទរកថាដោយមេយឺដែលជាចៅហ្វាយក្រុងចរជីណានៅយើងហ្នឹងហើយបន្ទាប់មកមានការថ្លែងសន្ទរកថាដោយគ្រូចារិកាវត្តមែនធាយោយើងនិងលោកប្រធានសូហ៊ីងហ្នឹងហើយក៏មានកម្មវិធីសម្ដែងធម្មកថាខ្លីៗបន្តិចនិងកម្មវិធីបន្តទៀតគឺដង្ហែណាដង្ហែវិសាខបូជាប្រតិសិនជុំវិញវត្តយើងហ្នឹងហើយញាតិញោមត្រៀមសម្លៀកបំពាក់ត្រៀមខោអាវស្អាតអាវប៉ាក់ស្លៀកសពាក់សហ្នឹងមកចូលរួមបានច្រើនសម្ពុតចុងក្បិនហ្នឹងហើយមិនមែនតែហែកឋិនទេគឺហែវិសាខបូជាហ្នឹងហើយវិសាខបូជាហើយពេលល្ងាច
មានband ព្រោះ live band ហ្នឹងគឺប្រគំតន្ត្រីដោយក្រុមភ្នំដូនពេញព្រោះតែមកពី Hamilton ព្រោះរំលែងកំសាន្តហើយជាពិសេសព្រោះគឺថ្ងៃអាទិត្យហ្នឹងគឺញាតិញោមមិនភ័យខ្លាចអត់អីហូបទេដូចថ្ងៃពីព្រោះក្នុងកម្មវិធីហ្នឹងក៏មានញាតិញោមដែលមកបោះតង់លក់ម្ហូបអាហារសម្រាប់ជូនញាតិញោមភាសាទិញជាវភាសានៅក្នុងពេលដែលយើងស្ដាប់តន្ត្រីនិងរាំកំសាន្តនឹងផងដែរព្រោះហើយជាពិសេសនឹងញាតិញោមដែលមានបំណងចង់លក់ដូរហ្នឹងគឺតាក់ទងទៅលោកប្រធានសូហ៊ីងហ្នឹងហើយយើងតាក់ទងទៅលោកប្រធានសូហ៊ីងតទៅស្រួលហ្នឹងគណៈអរគុណហើយអញ្ចឹងញាតិញោមដឹងហើយគឺក្នុងថ្ងៃអាទិត្យពេលញាតិញោមភាសាព្រានាអាហារហើយយើងមានកម្មវិធីបន្ថែមគឺយើងទទួលស្វាគមន៍មេយើហើយប្រពកម្មវិធីវិសាខបូជាដោយមាន speech នឹងអំពីមេយើហើយនឹងប្រសង់ចូលរួមហើយបាននៅរបាំមានរបាំគឺរបាំខាងវត្តខ្មែរអន្តរយោយើងផងនិងរបាំខាងមិនតន់ផងមកចូលរួមថ្ងៃហ្នឹងព្រោះពិសេសណាស់ព្រោះហើយក៏យើងដង្ហែជាពិសេសកម្មវិធីដង្ហែនេះយើងដង្ហែឲ្យបានល្អឆ្នាំនេះហ្នឹងហើយព្រោះហើយពូមើលអញ្ជើញញាតិញោមណាអញ្ជើញញាតិញោមនឹងបានជំរាបជូនដំណឹងនៅពេលនេះក៏សូមអញ្ជើញញាតិញោមជាពុទ្ធបរិស័ទគ្រប់ទិសទីក្នុងកាណាដាមកចូលរួមក្នុងបុណ្យវិសាខបូជាបុណ្យដ៏ធំមួយដែលមិនមាននៅក្នុងកាណាដាទាំងវត្តយើងចាប់ផ្ដើមនៅឆ្នាំនេះដូច្នេះទីពឹងលើញាតិញោមទាំងអស់ដែលជាអ្នកតាមព្រះពុទ្ធសាសនានិងជាអ្នកជឿជាក់នៅព្រះពុទ្ធសាសនាក៏សូមអញ្ជើញគ្រប់ទីកន្លែងមកចូលរួមក្នុងកម្មវិធីបុណ្យវិសាខបូជាក៏បានកោះកនឹងបានជាបុណ្យកុសលទៅអនាគតជាតិណាអរគុណគ្រូជួយគឺថែមមានអីបន្ថែមទៀតហ្នឹងហើយសូមអញ្ជើញញាតិញោមមកចូលរួមឲ្យបានគ្រប់គ្នាព្រោះនៅក្នុងការបំពេញបុណ្យកុសលសម្រាប់ខ្លួនឯងនិងដើម្បីជាប្រយោជន៍ក្នុងការគ្រប់គ្រងវត្តយើងឲ្យមានភាពរុងរឿងទៅមុខទៀតឲ្យវត្តរបស់យើងនឹងឯងកាន់តែមានភាពរីកចម្រើនមានសាមគ្គីភាពរវាងពុទ្ធបរិស័ទនិងព្រះសង្ឃពុទ្ធបរិស័ទនិងពុទ្ធបរិស័ទព្រះសង្ឃនិងព្រះសង្ឃហើយដោយមានការចូលរួមដោយចម្រុះវត្តនិងចម្រុះញាតិញោមមកពីខេត្តផ្សេងព្រោះអញ្ចឹងសូមអញ្ជើញចូលរួមសូមអញ្ជើញញាតិញោមពុទ្ធបរិស័ទក៏ចូលរួមនៅក្នុងថ្ងៃហ្នឹងហើយជាពិសេសត្រូវមកបំពេញបុណ្យកុសលតាមកម្លាំងសទ្ធារៀងខ្លួនព្រោះកុំភ្លេចព្រោះនេះគឺជាលើកដំបូងដែលយើងធ្វើលក្ខណៈថាទូទាំងប្រទេសអន្តរជាតិបុណ្យវិសាខបូជាទូទាំងប្រទេសឬក៏អន្តរប្រទេសហ្នឹងហើយមកពីខ្មែរដែរអញ្ចឹងណាអរគុណហើយកុំភ្លេចគុណម្ចាស់គ្រប់ព្រះអង្គទទួលការនិមន្តហើយហ្នឹងគឺមិនអាចអខានទេនិមន្តមកចូលរួមកម្មវិធីនេះហើយអញ្ជើញញាតិញោមមកគឺថាកម្មវិធីមហាវិសាខបូជានេះគឺយើងថាគ្រាន់តែនឹកឃើញការប្រពហ្នឹងគឺយើងសប្បាយចិត្តបាត់ទៅហើយអញ្ចឹងសូមញាតិញោមអញ្ជើញមកចូលរួមព្រោះទៅតាមពេលវេលាតាមដែលអាចធ្វើទៅបានណាព្រោះហើយអញ្ចឹងក៏ប្រគេនពរនិងជូនពរញាតិញោមទាំងអស់និងឲ្យថ្វាយបង្គំលានិងច្រើនពរញាតិញោមទាំងអស់គ្នាព្រោះអញ្ជើញមកជួបជុំគ្នាចូលរួមប្រកបកម្មវិធីវិសាខបូជាគឺនៅថ្ងៃសៅរ៍ទី17និងថ្ងៃអាទិត្យទី18ខែ5ខាងមុខយើងនឹងឯងព្រោះអញ្ចឹងក៏សូមនិមន្តនិងអញ្ជើញចូលរួមបានគ្រប់គ្នាសូមអរគុណនិងសូមអរគុណ